បងប្អូនភាគច្រើនប្រកាសជាគិតថាសិស្សនិស្សិតទាំងអស់ដែលសិក្សានៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រគឺសិស្សតែសិក្សាទៅលើមុខវិជ្ជាខាងផ្នែកសុខាភិបាលដែលមានដូចជាជំនាញវិទ្យាសាស្ត្រជំនាញទណ្ឌសាស្ត្រឱសថសាស្ត្រមន្ទីរពិសោធន៍គិលានុបដ្ឋាហើយនិងឆ្មបប៉ុន្តែលើពីនេះនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រក៏មានថ្នាក់សិក្សាទៅលើជំនាញវិទ្យាសាស្ត្រស្រាវជ្រាវផងដែរក្នុងនោះយើងធ្វើការសិក្សាទៅលើ5មុខជំនាញដែលមានដូចជាកោសល្យវិច័យជីវវិទ្យាសាស្ត្រគីមីវិទ្យាគុណភាពចំណីអាហារបរិស្ថានហើយនិងនិរន្តរភាពជំនាញកោសល្យវិច័យគឺយើងសិក្សាផ្ដោតទៅលើការវិភាគសំណាក់ជីវសាស្ត្រនិងគីមីដើម្បីគ្រប់គ្រងទៅដល់ការស៊ើបអង្កេតឧក្រិដ្ឋកម្មចំពោះជំនាញជីវវិទ្យាសាស្ត្រគឺយើងសិក្សាទៅលើ micromolecule រួមទាំងហ្សែននិងការបណ្ដោះកោសិការុក្ខជាតិនិងសត្វគីមីវិទ្យាគឺយើងសិក្សាទៅលើសារធាតុគីមីនិងប្រតិកម្មបច្ចេកទេសនៅក្នុងមន្ទីរពិសោធន៍និងវិធីសាស្ត្រក្នុងការវិភាគក្នុងនោះជំនាញគុណភាពចំណីអាហារគឺផ្ដោតទៅលើការធានាបាននូវសុវត្ថិភាពចំណីអាហារការអភិវឌ្ឍនូវផលិតផលម្ហូបអាហារប្រកបដោយអាហារូបត្ថម្ភគុណភាពខ្ពស់និងសុវត្ថិភាពចំពោះសុខភាពចំពោះជំនាញបរិស្ថាននិងនិរន្តរភាពគឺយើងធ្វើការសិក្សាទៅលើប្រព័ន្ធអេកូឡូស៊ីការគ្រប់គ្រងការបំពុលនិងធនធានធម្មជាតិប្រកបដោយនិរន្តរភាពក្នុងគោលបំណងដោះស្រាយបញ្ហាបរិស្ថានប្រឈមនិងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយភាពបៃតងសម្រាប់ព័ត៌មានលម្អិតបងប្អូនអាចមកសាកសួរព័ត៌មានបាននៅការិយាល័យផ្ដល់ព័ត៌មានរបស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រផ្ទាល់ឬក៏អាចចូលទៅកាន់ website របស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រ